សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿងថ្មីទៀតហើយថ្ងៃនេះ admin នឹងលើកយកសាច់រឿងមួយដើម្បីមកសម្រាយចែកជូនអ្នកទាំងអស់គ្នាដែលដំណើររឿងរបស់យើងគឺចង់និយាយអំពីប្តីប្រពន្ធមួយគូគឺបានជាប់នៅលើវាលទឹកកកដ៏ធំល្វឹងល្វើយតើកុំឲ្យខាតពេលយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងដែលសាច់រឿងរបស់យើងគឺកំពុងតែបុរសម្នាក់ស្ថិតនៅលើវាលទឹកកកដ៏ធំតែម្នាក់ឯងដោយសារតែគេនឹងគឺបានវង្វេងផ្លូវមកតែម្នាក់ឯងហើយមិនអាចត្រឡប់ទៅកាន់នៅទីកន្លែងដើមនៃការធ្វើដំណើរទេសចររបស់គេពេលយប់ក៏បានឈានចូលមកដល់គេក៏មានអារម្មណ៍ថាផិតភ័យខ្លាំងមែនទែនព្រោះថាគេត្រូវបានវង្វេងផ្លូវមកដល់កន្លែងនេះឆ្ងាយតែម្នាក់ឯងបាត់ទៅហើយបើទោះបីជាគេខិតខំប្រឹងប្រែងធ្វើជាសញ្ញាដើម្បីឲ្យមានអ្នកមកជួយយ៉ាងណាក៏ដោយក៏មិនមាននរណាអាចមកជួយគេបានដែរសូម្បីតែទូរស័ព្ទក៏មិនមានសេវាទាំងឧបករណ៍តាក់ទងមួយចំនួនគឺត្រូវបាត់បង់សេវាបាត់ទៅហើយព្រោះថាគេកំពុងតែជាប់នៅលើវាលទឹកកកតែម្នាក់ឯងដ៏ធំពឹងល្វើយគេលេចមកមើលស្មារតីនិងរាងកាយរបស់គេវិញហាក់បីដូចជាទ្រុឌទ្រោមខ្លាំងមែនទែនព្រោះថាគេកំពុងតែទទួលរងនៅសម្ពាធទាំងអាកាសធាតុទាំងអាហារនៃការហូបចុករបស់គេតែបើទោះបីយ៉ាងណាលូស៊ីក៏នៅតែព្យាយាមអត់ធ្មត់នឹងធ្វើដំណើរទៅមុខព្រោះគេគិតថាគេអាចនឹងត្រឡប់ទៅវិញមិនយូរប៉ុន្មានមេឃក៏កាន់តែមានកម្ដៅឡើងសីតុណ្ហភាពកាន់តែក្ដៅធ្វើឲ្យគេមានក្តីសង្ឃឹមអាចនឹងមានសង្ឃឹមនឹងត្រឡប់ទៅវិញព្រោះថាគេពិតជារងាខ្លាំងមែនទែនដែលគេបានជាប់គាំងនៅទីនេះអស់រយៈពេលជាច្រើនម៉ោងក្រឡេកមើលជុំវិញខ្លួនដោយក្តីអស់សង្ឃឹមតែបើទោះបីជាយ៉ាងណាលូស៊ីក៏នៅតែមានការអត់ធ្មត់នឹងកាន់ស្គីរបស់គេដើម្បីបន្តដំណើរទៅមុខទៀតជាមួយនឹងក្តីសង្ឃឹមនិងក្តីស្រឡាញ់នឹកនាដល់ប្រពន្ធរបស់គេមិនយូរប៉ុន្មានពេលយប់ក៏បានឈានចូលមកដល់គេក៏បានប្រទះឃើញនៅគ្រោងឆ្អឹងមនុស្សមួយដ៏ធំនៅក្បែរខ្លួនរបស់គេតែម្ដងធ្វើឲ្យគេកាន់តែផិតភ័យខ្លាំងមែនទែនគេក៏បានដកទូរស័ព្ទដើម្បីស្វែងរកសេវាទំនាក់ទំនងទៅកាន់ប្រពន្ធរបស់គេហើយមិនយូរប៉ុន្មានព្រឹកឡើងប្រពន្ធរបស់លូស៊ីក៏បានធ្វើដំណើរទៅកាន់នៅប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការរៀបរាប់អំពីដំណើររឿងដែលគាត់បានបាត់ប្តីរបស់គាត់នៅលើភ្នំទឹកកកនោះមិនយូរប៉ុន្មានឧទ្ធម្ភាគចក្រដ៏ធំមួយក៏បានហោះឆ្វែលនៅពីខាងលើភ្នំទឹកកកក្នុងគោលបំណងដើម្បីស្វែងរកលូស៊ីប៉ុន្តែពេលនោះដែរលូស៊ីកំពុងតែស្ថិតនៅក្នុងភ្នំទឹកកកពិតមែនតែស្ថិតនៅជួរនៃដើមឈើជាច្រើនធ្វើឲ្យឧទ្ធម្ភាគចក្រពិតពិបាកនៅក្នុងការស្វែងរកគេមែនទែនពេលនឹងដែរលូស៊ីក៏បានឃើញនៅឧទ្ធម្ភាគចក្រមួយដែលបានហោះគេក៏គិតថានេះគឺជាការជួយសង្គ្រោះរបស់គាត់ហើយតែបើទោះបីជាគាត់ខិតខំប្រឹងប្រែងផ្ដល់សញ្ញាក៏ដូចជាស្រែកហៅយ៉ាងណាក៏ដោយក៏គេមិនអាចឮនៅសំឡេងរបស់លូស៊ីនោះដែរក្តីបារម្ភនិងក្តីសង្ឃឹមរបស់គេក៏ត្រូវបានបាត់បង់បន្តិចម្ដងព្រោះគេគិតថាគេមិនអាចត្រឡប់ទៅវិញបានទេប៉ុន្តែលូស៊ីរបស់យើងក៏នៅតែព្យាយាមអត់ធ្មត់រស់រានមានជីវិតបន្តព្រោះគេដឹងច្បាស់ថានឹងមានអ្នកមកជួយគេក្រឡេកមកមើលប្រពន្ធរបស់គេនិងកូនដែលនៅផ្ទះរបស់គេវិញពិតជាមានក្តីបារម្ភនិងអាណិតទៅដល់ប្តីខ្លាំងមែនទែនដោយគេគិតថាមិនដឹងថាប្តីរបស់គេពិបាកយ៉ាងណានោះទេចំណែកឯលូស៊ីដែលកំពុងតែជាប់គាំងនៅលើភ្នំទឹកកកតែម្នាក់ឯងគឺគាត់ពិតជាខិតខំប្រឹងប្រែងព្យាយាមខ្លាំងមែនទែនបើទោះបីជាគេមិនមានអាហារគ្រប់គ្រាន់សម្រាប់ការហូបចុកក៏ដោយគេក៏បានទំពានៅស្ករគ្រាប់មួយគ្រាប់ដើម្បីជាកម្លាំងដើម្បីខិតខំប្រឹងប្រែងឡើងទៅកាន់ទីដ៏ខ្ពស់មួយដើម្បីងាយស្រួលផ្ដល់នៅសញ្ញាដើម្បីឲ្យឧទ្ធម្ភាគចក្រដើម្បីអាចមកជួយគាត់បាននៅទីបំផុតលូស៊ីក៏បានឡើងទៅដល់ទីដ៏ខ្ពស់នៃភ្នំទឹកកកនោះហើយក៏បានទូកទាំងស្គីព្រមទាំងគេបានបើកនៅទូរស័ព្ទរបស់គេនិងធ្វើការផ្ដល់នៅសញ្ញាទៅកាន់ក្រុមគ្រួសាររបស់គេជាចុងក្រោយលូស៊ីក៏បានបើកនៅទូរស័ព្ទរបស់គេហើយក៏បានផ្ដល់ជាសញ្ញាទៅកាន់ក្រុមគ្រួសាររបស់គាត់បញ្ជាក់អំពីទីតាំងដែលគាត់កំពុងតែជាប់គាំងនៅលើភ្នំទឹកកកដ៏ធំពេលនឹងដែរក្រុមការងារនិងប្រពន្ធរបស់គាត់ក៏បានចាប់ទីតាំងនិង location ក៏បានបញ្ជូននៅឧទ្ធម្ភាគចក្រយ៉ាងលឿនទៅកាន់ទីនោះដើម្បីនាំយកគ្រួសាររបស់គាត់ត្រឡប់មកផ្ទះវិញនៅទីបំផុតពួកគេទាំងពីរនាក់ក៏បានត្រឡប់មកផ្ទះនិងជួបជុំគ្រួសាររបស់គេវិញហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like និង subscribe នៅលើ channel YouTube របស់ admin ម្នាក់មួយផង